ពិធីបើកការដ្ឋានសាងសង់និងពង្រីកផ្លូវបេតុងអាមេសរុបប្រវែង542 ម៉ែត្រនៅចំណុចទីប្រជុំជនផ្សារឧស្សាហ៍ស្ថិតនៅភូមិពូទិតនិងភូមិប៊ូស្រាឃុំប៊ូស្រាស្រុកពេជ្ររេដាខេត្តមណ្ឌលគិរីបាននៅព្រឹកថ្ងៃច័ន្ទពីកើតខែពិសាខឆ្នាំម្សាញ់សប្បុរស័កពុទ្ធសករាជ2568ត្រូវនៅថ្ងៃទី28ខែមេសាឆ្នាំ2025នេះលោកវណ្ណមាត់អភិបាលនៃគណៈបាលស្រុកពេជ្ររេដាបានអញ្ជើញបើកការដ្ឋានសាងសង់និងពង្រីកផ្លូវបេតុងអាមេសរុបប្រវែង542 ម៉ែត្រនៅចំណុចទីប្រជុំជនផ្សារប៊ូស្រាដែលស្ថិតនៅភូមិពូទិតនិងភូមិប៊ូស្រាឃុំប៊ូស្រាដែលពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់លោកស្រីសមាជិកក្រុមប្រឹក្សាស្រុកដែលទទួលបន្ទុកនៅក្នុងឃុំប៊ូស្រាលោកអភិបាលរងស្រុកទទួលបន្ទុកការងារអភិវឌ្ឍផ្លូវហើយនឹងលោកស្រីនាយករងយុរដ្ឋបាលកងកម្លាំងជំនាញនឹងឯមានមេឃុំមេភូមិនិងមន្ត្រីពាក់ព័ន្ធទៀតដែលហើយក៏មានបងប្អូនជាប្រវត្តិផងដែរដែលធ្វើនៅពិធីនេះធ្វើនៅចំណុចទីប្រជុំជនចំណុចផ្សារដែលជាផ្លូវបំបែកមួយទៅភ្នំឡាំឌីមួយទៀតទៅខាងសាលារៀននិងមណ្ឌលសុខភាពពេជ្ររេដាបាទ